ធ្លារឿងអតីតចៅអធិការវត្តខ្លាកូនថ្មីសំវណ្ណថារំលោភកូនអ្នកស្រុករួចរត់គេចខ្លួនជាមួយអាវុធខ្លីពីរដើមនិងសម្ភារៈមួយចំនួនទៀតគ្រួសារជនរងគ្រោះបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានអង្គរផ្លាស់ញូនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ថាផ្ដើមចេញពីចំណង់តណ្ហាខ្លាំងរបស់លោកសង្ឃកំហូចឈ្មោះសំវណ្ណថាអតីតចៅអធិការវត្តខ្លាកូនថ្មីស្ថិតនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសភ័ណ្ឌខេត្តបន្ទាយមានជ័យបានស្វែងរកការទំនាក់ទំនងដល់គ្រួសារក្មេងស្រីរងគ្រោះរហូតស្គាល់ផ្ទះនិងតាក់ទងលួមឲ្យលុយកាក់ម្ដាយក្មេងស្រីដើម្បីបានរស់នៅជាមួយដោយសារសន្យាធ្វើផ្ទះនិងទិញសម្ភារៈផ្សេងៗឲ្យគ្រួសារជនរងគ្រោះតែក្រោយមកការសន្យាខ្ចល់ទើបក្មេងស្រីជនរងគ្រោះបំរុងប្តឹងសមត្ថកិច្ចតែត្រូវលោកសង្ឃកំហូចខាងលើប្រើអំពើហិង្សាដោយយកកំភ្លើងមកគំរាមថែមទៀតដោយសារឃើញសភាពបែបនោះគ្រួសារជនរងគ្រោះបានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងទៅកាន់តុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី9ខែមិថុនាឆ្នាំ2025ដើម្បីរកភាពយុត្តិធម៌និងសូមស្នើឲ្យតុលាការផ្តន្ទាទោសលើជនបង្កទៅតាមផ្លូវច្បាប់គ្រួសារជនរងគ្រោះបន្តថាដោយដឹងខ្លួនខុសព្រះសង្ឃកំហុសខាងលើបានលាចាកសិក្ខាបទដោយខ្លួនឯងមានភ្ជាប់ជាមួយអាវុធខ្លីពីដើមនិងសម្ភារៈមួយចំនួនទៀតតែឮថាសង្ឃកំហុសនោះមកបួសនៅខេត្តសៀមរាបដើម្បីលាក់បាំងការពិតពាក់ព័ន្ធនឹងករណីនេះដែរអង្គភាពអង្គរផ្លាស់ញូបានស្វែងរកការពន្យល់ពីប្រធានមន្ត្រីធម្មការខេត្តបន្ទាយមានជ័យដែរតែខលមិនចូលក្រៅតំបន់សេវាចំណែកអន្តិតសំវណ្ណថាអតីតចៅអធិការវត្តខ្លាកូនថ្មីដែលកំពុងរត់គេចខ្លួនក៏មិនអាចតាក់ទងសុំការបំភ្លឺបានដែរ